សូមស្វាគមន៍មកកាន់កម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងនៅថ្ងៃនេះថ្ងៃច័ន្ទទី1ខែមិថុនាឆ្នាំ2026មកពេលវេលាពេលយប់មកនៅសហរដ្ឋអាមេរិកតែឡែកនៅក្នុងប្រទេសកម្ពុជាគឺថ្ងៃអង្គារទី2ខែមិថុនាឆ្នាំ2026បាទនិយាយត្រូវសើមិនខំនិយាយច្បាស់ហើយបែរជាច្រឡំចិត្តនៅឃើញមិថុនាតែមាត់ទៅចេញឧសភាណាបាទអញ្ចឹងអធិស្ឋានប្រិមិត្តណាបាទអញ្ចឹងអរគុណច្រើនអ្នកដែលនៅរងចាំថ្ងៃនេះចូលយឺតបន្តិចក៏ប៉ុន្តែមានព័ត៌មានសំខាន់មកជម្រាបជូនប្រិមិត្តទាំងអស់គ្នាគឺព័ត៌មានទី1នេះតាមការរាយការណ៍របស់ Washington Post បានឲ្យដឹងថាប្រទេសអ៊ីរ៉ង់បានប្រកាសដកខ្លួនថយពីការចរចាសន្តិភាពជាមួយនឹងសហរដ្ឋអាមេរិកបាទដោយចូលលើហេតុផលថាគឺកងកម្លាំងរបស់អ៊ីស្រាអែលនៅបន្តវាយប្រហារទៅលើប្រទេសលីបង់ជាពិសេសទៅលើក្រុម Hezbollah ក៏ប៉ុន្តែលោកប្រធានាធិបតី Donald Trump ថាការចរចានៅតែបន្តនៅឡើយទេបាទដូច្នេះនេះគឺជាអ្វីដែលភាគីទាំងពីរបានលើកឡើងហើយព័ត៌មានទី2នេះខ្ញុំយកមកជូនដោយសារមានប្រិមិត្តនៅកម្ពុជាចាប់អារម្មណ៍ដែរគឺឥឡូវនេះរដ្ឋបាលលោកប្រធានាធិបតី Donald Trump ហាក់ដូចជាដកថយចេញពីគម្រោងមួយដែលនឹងសងលុយទៅដល់អ្នកដែលវាប្រហារទៅលើ Capitol វាមាន Capitol បាទគឺមូលនិធិដែលមានទឹកប្រាក់ចំនួន1.8 លានដុល្លារ1.8 លានដុល្លារដែលសម្រាប់សងទៅអ្នកណាដែលគេប្តឹងថារដ្ឋបាលលោកជូបៃដិនប្រើប្រាស់ក្រសួងយុទ្ធភ័ពដើម្បីតាមធ្វើបាបពួកគេបាទដែលនៃសង្ខេបគឺមានន័យថាអ្នកដែលមកវាយ Capitol តាមការកោះហៅលោកតាមរបស់លោកតាមឲ្យមកធ្វើបាតកម្មនោះបែរជាបានទទួលលុយទៅវិញបាទអញ្ចឹងដូច្នេះឥឡូវនៅថ្ងៃនេះគឺខាងរដ្ឋបាលលោកតាមហាក់ដូចជាដកថយមិនចង់ឲ្យមានការរៀបចំថវិកានឹងទេហើយព័ត៌មានទី3នេះគឺពីប្រទេសវេណេស៊ុយអេឡាឥឡូវនេះក្រោយពីមានកិច្ចសហប្រតិបត្តិការជាមួយនឹងសហរដ្ឋអាមេរិកមកគឺបរិមាណប្រេងរបស់ប្រទេសវេណេស៊ុយអេឡានាំចេញកើនឡើងយ៉ាងច្រើនកាលពីខែឧសភាកន្លងទៅនេះគឺក្នុងមួយថ្ងៃអាចនាំចេញបានរហូតដល់ 1.25 លានបារ៉ែលក្នុងមួយថ្ងៃបាទជាចំនួនមួយច្រើនហើយថែមទាំងអាចនាំទៅប្រទេសមួយចំនួនដែលរងទណ្ឌកម្មពីសហរដ្ឋអាមេរិកដែលវេណេស៊ុយអេឡាមិនអាចនាំទៅនឹងជាច្រើនឆ្នាំមកហើយទៀតផងហើយព័ត៌មានចុងក្រោយនេះគឺនៅព្រឹកថ្ងៃអង្គារនេះបាទនៅកម្ពុជាព្រឹកថ្ងៃអង្គារដែរណាហើយព្រឹកថ្ងៃអង្គារនៅទីក្រុងគៀវគឺទីក្រុងគៀវរងការវាយប្រហារយ៉ាងខ្លាំងក្លាថែមទៀតពីរុស្ស៊ីបាទដោយមានបណ្ដាលឲ្យមនុស្សស្លាប់និងរបួសជាច្រើននឹងការបាក់អគារផងដែរបាទនេះជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងបាទព័ត៌មានទី1នេះខ្ញុំដាក់រូបនេះគឺខាងពីសេតាពីមានក៏ប៉ុន្តែសេចក្តីរាយការណ៍នេះរបស់សារព័ត៌មាន Washington Post បាទបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post របស់សហរដ្ឋអាមេរិកបានឲ្យដឹងថាការកើនឡើងនៅអំពើហិង្សានៅក្នុងតំបន់មជ្ឈិមបូព៌ាឥឡូវនេះកំពុងតែគំរាមកំហែងធ្វើឲ្យខូចខាតទៅដល់បាទការចរចាសន្តិភាពរវាងអ៊ីរ៉ង់ជាមួយនឹងសហរដ្ឋអាមេរិកដែលកំពុងតែជាប់គាំងឥឡូវហ្នឹងគឺមានអំពើហិង្សាបន្ថែមពីលើនឹងទៀតគឺបាទអាចនឹងធ្វើឲ្យខូចខាតទៅដល់ការចរចាសន្តិភាពរវាងប្រទេសទាំងពីរនេះហើយបាទដោយសារអ៊ីរ៉ង់បាទបានប្រកាសថាខ្លួនផ្អាកការចរចាជាមួយនឹងសហរដ្ឋអាមេរិកសិនបាទគឺប្រកាសនៅថ្ងៃច័ន្ទថាផ្អាកសិនក្រោយពីបាទដោយសារឈោះលើហេតុផលថាក្រោយពីអ៊ីស្រាអែលបានបង្កើនការវាយប្រហារទៅលើប្រទេសលីបង់បាទកាន់តែខ្លាំងឡើងរហូតដល់វាចូលជ្រៅទៅក្នុងទឹកដីប្រទេសលីបង់ទៀតជាពិសេសនៅតំបន់ដែលក្រុម Hezbollah កាន់កាប់ហើយក្រុម Hezbollah នេះគឺជាក្រុមដែលខាងប្រទេសអ៊ីរ៉ង់គ្រប់គ្រងនេះបើយោងតាមបណ្ដាញសារព័ត៌មាននានាបានរាយការណ៍បាទហើយនឹងជាពិសេសគឺសារព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់តែម្ដងបានរាយការណ៍ហើយនឹងមានមន្ត្រីអ៊ីរ៉ង់មួយរូបក៏បាននិយាយផងដែរបញ្ជាក់ឲ្យសារព័ត៌មាន Washington Post ដឹងដោយនិយាយឲ្យប៉ុន្តែសូមលក្ខខណ្ឌសូមមិនបញ្ចេញឈ្មោះ
បាទដោយសារតែគាត់អត់មានសិទ្ធិនៅក្នុងការនិយាយប្រាប់អ្នកសារព័ត៌មានទេក៏ប៉ុន្តែលួចសារប្រាប់សារព័ត៌មាន Washington Post ដោយឡែកលោកប្រធានាធិបតី Donald Trump វិញនៅតែទទូចថាការចរចានឹងគឺនៅតែកំពុងតែបន្តទេបាទនៅពេលដែលអ៊ីរ៉ង់ថាជប់លោកតាមថានៅកំពុងតែបន្តទេហើយនៅពេលអ៊ីរ៉ង់ដាក់សំណើមករៀបត្រូវគ្នាលោកតាមតម្លើងការទៀមទានឹងថែមទៀតបាទដូច្នេះយើងអាចយល់បានថាការចរចានេះគឺមិនងាយនឹងបញ្ចប់ទេនៅអូបន្លាយបន្ថែមទៀតនៅក្នុងសារតាមបណ្ដាញសង្គមនៅថ្ងៃច័ន្ទនេះគឺលោកប្រធានាធិបតីបាននិយាយថាការចរចានៅតែបន្តទេបាទហើយថែមទាំងមានលបឿនយ៉ាងលឿនទៀតផងបាទដោយធ្វើការចរចាជាមួយនឹងក្រុមប្រទេសអ៊ីរ៉ង់នេះហើយនៅថ្ងៃច័ន្ទនេះដែរលោកប្រធានាធិបតី Donald Trump បានថ្លែងឲ្យដឹងដែរថាក្រុមហ៊ុយស្បូឡាហើយនិងអ៊ីស្រាអែលឥឡូវនេះបានសន្យាថាបញ្ឈប់ប្រតិបត្តិការរបស់ពួកគេហើយផ្អាកប្រតិបត្តិការជាពិសេសគឺអ៊ីស្រាអែលឈប់ធ្វើប្រតិបត្តិការយោធាដោយពង្រីកប្រតិបត្តិការចូលកាន់តែជ្រៅចូលទៅក្នុងទឹកដីនៃប្រទេសលីបង់បាទក៏ប៉ុន្តែនាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែលវិញគឺលោក Benjamin Netanyahu វិញបាននិយាយក្រោយពីនោះមកទៀតក្រោយពីសាររបស់លោកតាមថាកងកម្លាំងរបស់អ៊ីស្រាអែលនឹងបន្តធ្វើប្រតិបត្តិការដោយដែលបានរៀបផែនការទុកនៅតំបន់ភាគខាងត្បូងនៃប្រទេសលីបង់បាទចឹងដូច្នេះអ្វីដែលចេញជាសារមកគឺមានលក្ខណៈប្រច្រាស់គ្នាពី3ណាប្រច្រាស់ទី1គឺអ៊ីរ៉ង់គាត់ថាគាត់ឈប់ចរចាហើយប្រច្រាស់ទៅវិញគឺលោកតាមថាការចរចានៅតែបន្តនៅឡើយទេថែមទាំងប៉ុណ្ណោះគាត់ថាអ៊ីស្រាអែលហើយនិង Hezbollah ព្រមព្រៀងឈប់ប្រយុទ្ធគ្នាប៉ុន្តែអ៊ីស្រាអែលវិញប្រកាសថាអត់ទេនៅតែធ្វើប្រតិបត្តិការបាទតាមផែនការដដែលនៅភាគខាងត្បូងនៃប្រទេសលីបង់បាទអញ្ចឹងគឺប្រិមិត្តបានស្ដាប់មើលទៅគឺមានសារប្រច្រាស់គ្នាទៅវិញទៅមកច្រើនណាបាទហើយនៅពេលមុននោះដែរគឺលោក Netanyahu ក៏បានប្រកាសផងដែរថាលោកចង់វាយប្រហារទៅលើទីក្រុងបេរូតរបស់ប្រទេសលីបង់នឹងតែម្ដងហើយក៏បានបញ្ចេញបញ្ជាឲ្យពលរដ្ឋនៅក្នុងទីក្រុងនោះចាក់ចេញផងដែរហើយភ័យខ្លាចគឺប្រជាពលរដ្ឋមួយចំនួនបានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេនៅក្នុងរដ្ឋធានីនៃប្រទេសលីបង់បាទអញ្ចឹងគឺពួកគេខ្លាចទៅជាជនភៀសសឹកទៀតហើយណាបាទហើយក្នុងពេលចុងសប្តាហ៍កន្លងមកនេះគឺកងកម្លាំងរបស់អ៊ីស្រាអែលជាពិសេសគឺកងកម្លាំងជើងគោកបានវាយប្រហារចូលកាន់តែជ្រៅចូលទៅក្នុងទឹកដីរបស់លីបង់ជាពិសេសចូលទៅក្នុងតំបន់ដែលអ៊ីស្រាអែលមិនដែលបញ្ជូនកម្លាំងទៅដល់នោះទេបានចូលកាន់តែជ្រៅថែមទៀតលោកត្រាំបានមានប្រសាសន៍បាទតាមទូរស័ព្ទជាមួយនឹងលោក Netanyahu បាទដោយបាននិយាយថាក្រុម Hezbollah គឺឥឡូវនេះបាទគឺមានតំណាងរបស់ពួកគេបាទយ៉ាងខ្ពង់ខ្ពស់នៅក្នុងការជួបចរចាគ្នាជាមួយនឹងក្រុមអ៊ីស្រាអែលពីមុនមកគឺខាងអ៊ីស្រាអែលចរចាគ្នាតែជាមួយនឹងលីបង់តែឥឡូវនេះគឺថាមានចរចាជាមួយនឹងក្រុម Hezbollah ផងដែរហើយលោកបានបញ្ជាក់ថាគឺឥឡូវនេះក្រុម Hezbollah គឺព្រមព្រៀងតែម្ដងថាគឺការវាយប្រហារការបាញ់ប្រហារទាំងអស់នឹងបញ្ឈប់ហើយអ៊ីស្រាអែលគឺនឹងមិនវាយប្រហារពួកគេទៀតទេគឺពួកគេនឹងក៏ឈប់វាយប្រហារទៅលើអ៊ីស្រាអែលផងដែរនេះបើតាមការសរសេររបស់លោកត្រាំតាមបណ្ដាញសង្គមក៏ប៉ុន្តែបែរជាត្រូវបាននាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែលគាត់ឆ្លើយមកខុសពីនឹងទៅវិញបាទនេះជាព័ត៌មានទី1ណាបាទអញ្ចឹងតើស្ថានភាពយ៉ាងម៉េចមកដល់ពេលនេះព័ត៌មានផ្សេងទៀតដែលខ្ញុំទទួលបានគឺតម្លៃប្រេងគឺទោះបីជាមានភាពមិនប្រកបប្រជានៅក្នុងការចរចានេះក៏ដោយគឺនៅមិនទាន់មានការប្រែប្រួលនៅឡើយទេក៏ប៉ុន្តែចាំមើលតែប្រហែលម៉ោងទៀតគឺតើអាចនឹងមានការប្រែប្រួលយ៉ាងណាបាទព័ត៌មានទី2នេះគឺជារឿងនៅសហរដ្ឋអាមេរិកសុទ្ធសាធក៏ប៉ុន្តែប្រិមិត្តមួយចំនួនចាប់អារម្មណ៍អ្វីដែលប្រិមិត្តចាប់អារម្មណ៍នោះគឺដោយសារតែលោកប្រធានាធិបតី Donald Trump បានប្តឹងខាងនាយកដ្ឋានពន្ធដាររបស់សហរដ្ឋអាមេរិកនេះហើយជាធ្នូមកវិញគឺឲ្យនាយកដ្ឋានពន្ធដារហ្នឹងបាទប្តឹងទារប្រាក់ដូចជា$8,000 លានហើយជាធ្នូមកវិញនៃការឈប់ប្តឹងហ្នឹងគឺឲ្យបង្កើតមូលនិធិមួយដែលអាចនឹងយកលុយទៅសងអ្នកដែលគ្រប់គ្រងលោកតាមដែលមកវាយប្រហារទៅលើវិមានកាពីតូលកាលពីដើមឆ្នាំ2021បាទដោយក្រុមហេតុផលថាអ្នកទាំងអស់នោះគឺរងការធ្វើទុកបុកម្នេញ
ដោយសារការយកក្រសួងយុទ្ធភ័ពហ្នឹងមកធ្វើបាបពួកគេក្រសួងយុទ្ធភ័ពក្រមរដ្ឋបាលលោកโจ Biden បាទហើយនៅធ្នូមួយទៀតនៃការដកពាក្យបណ្ដឹងនោះគឺបាទគឺឈប់ឲ្យនាយកដ្ឋានពន្ធដារហ្នឹងគឺតាមស៊ើបឬក៏តាមរកនៅការបងពុនរបស់ក្រុមគ្រួសារលោកទាំងអស់បាទអញ្ចឹងនេះជារឿងមួយដែលលោកត្រាំបានធ្វើឡើងដើម្បីបាទការពារក្រុមគ្រួសាររបស់លោកហើយប៉ុន្តែបាទត្រូវបានរងការរិះគន់យ៉ាងខ្លាំងជាពិសេសគឺទៅលើទឹកប្រាក់ចំនួនជិត 1.8 លានដុល្លារដែលអាចនឹងផ្ដល់ឲ្យអ្នកដែលជាពិសេសក្រុមដឹកនាំធ្វើបាតកម្មវិបហាទៅលើវិមានសភានោះបាទទទួលបានប្រាក់រាប់សិបលានដុល្លារផងបើសិនជាអ្នកនោះប្តឹងរដ្ឋាភិបាលវិញហើយវាជារឿងមួយដែលអ្នកជំនាញមើលឃើញថាលោកត្រាំលោកជាអ្នកគ្រប់គ្រងរដ្ឋបាលប៉ុន្តែបែរជាមកប្តឹងរដ្ឋបាលរបស់លោកទៅវិញបាទនៅតែប្តឹងរដ្ឋបាលរបស់ខ្លួនឯងទៅវិញបាទក៏ប៉ុន្តែនៅថ្ងៃនេះក្រោយពីមានការជួបចរចាគ្នាមកគឺមានសញ្ញាថាក្រុមអ្នកតាក់តែងច្បាប់នៃគណៈបក្សសាធារណរដ្ឋបាទមិនយល់ព្រមទេបាទមានការប្រជុំទាស់ប្រឆាំងនៅក្នុងសភាទាំងគណៈបកប្រជាធិបតេយ្យទាំងគណៈបកសាធារណរដ្ឋរបស់លោកប្រធានាធិបតីខ្លួនឯងនឹងតែម្ដងថាมันអាចធ្វើដូច្នេះបានទេហើយក៏មានការសម្រេចពីតុលាការឲ្យផ្អាកអត់មានឲ្យដំណើរការរឿងនឹងបានទេដូច្នេះហើយនៅថ្ងៃនេះគឺក្រសួងយុទ្ធភ័ពរបស់សហរដ្ឋអាមេរិកបានប្រកាសថាគឺក្រសួងនឹងគោរពតាមការសម្រេចរបស់តុលាការនៅក្នុងការផ្អាកការអនុវត្តមូលនិធិចំនួន 1.8 លានដុល្លារនឹងសិនបាទដូច្នេះគឺជារឿងមួយបង្ហាញថាជាការដើរថយក្រោយមួយទៀតរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump បាទហើយការប្រកាសនេះគឺកើតមានឡើងក្រោយពីមានជំនួបនៅសេតាវិមានបាទដែលបានធ្វើឡើងរវាងប្រធានរដ្ឋសភានៃគណៈនៃប្រធានរដ្ឋសភាដែលមកពីគណៈបក្សសាធារណរដ្ឋហើយនឹងលោកប្រធានាធិបតី Donald Trump ហើយនឹងក្រសួងបាទពាក់ព័ន្ធជាមួយនឹងថវិកាទាំងអស់នោះបាទដូច្នេះហើយនេះគឺជាសញ្ញានៃការដកថយមួយទៀតរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ដែលបានធ្វើសកម្មភាពមួយចំនួនទូយ៉ាងដូចជាដាក់ឈ្មោះលោកនៅក្នុងអគារសាមហោស្រព Kennedy ឥឡូវនេះក៏តុលាការបញ្ជាឲ្យដកថយបាទហើយប្រហែលថ្ងៃមុននេះគឺមានរឿងរ៉ាវតាក់ទងនឹងការរៀបចំខួបអនុស្សាវរីយ៍លើកទី250នៃកំណើតរបស់សហរដ្ឋអាមេរិកបាទបនឯករាជ្យរបស់សហរដ្ឋអាមេរិកបាទហើយក៏មានតារាមួយចំនួនលឺសូព្រឹត្តិការណ៍ហ្នឹងមានពាក់ព័ន្ធជាមួយនឹងលោកត្រាំពួកគេដកថយទៅបាទដកថយមិនចូលរួមនៅក្នុងសម្ដែងនៅក្នុងកម្មវិធីនោះទេបាទលោកធានាធិបតីក៏និយាយថាឥឡូវចឹងបើសិនជាមិនមានអ្នកចូលរួមច្រើនចឹងគឺធ្វើកម្មវិធីនឹងមិនបាច់ធ្វើក៏បានដកថយឬក៏ធ្វើតូចក៏បានដែរបាទនេះជាការដកថយជាបន្តបន្ទាប់ក្រោយពីមានការជំទាស់ពីមហាជនក៏ដូចជាស្ថាប័នតុលាការរបស់សហរដ្ឋអាមេរិកព័ត៌មានទី3នេះគឺជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បាទ Reuters បានរាយការណ៍ឲ្យដឹងថាការនាំចេញប្រេងរបស់វេណេស៊ុយអេឡាគឺមានការកើនឡើងបន្តិចនៅបាទសូមអធិស្ឋានប្រិមត្តបាទសេចក្តីរាយការណ៍ទី3របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថាគឺការនាំចេញប្រេងរបស់ប្រទេសវេណេស៊ុយអេឡាគឺមានការកើនឡើងបន្តិចនៅក្នុងខែឧសភាកន្លងទៅនេះគឺបានដល់កម្រិត 1.25 លានបារ៉ែលក្នុងមួយថ្ងៃបាទបើចង់ទីប្រេងនេះបើសិននៅខ្មែរបូកបានប៉ុណ្ណឹងក្នុងមួយថ្ងៃប្រហែលជាអ្នកទាំងអស់គ្នាបែបជិះឡានស្ពណ៌ទាំងអស់គ្នាបាទនេះគឺជាការកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេល3ខែចុងក្រោយនេះបាទដែលដោយសារតែការដឹកទំនិញប្រេងទាំងអស់នោះគឺសម្ដៅមកសហរដ្ឋអាមេរិកអញ្ចឹងយកមកទីផ្សារសហរដ្ឋអាមេរិកទៅឥណ្ឌាហើយនឹងទៅអឺរ៉ុបផងដែរបាទនេះបើយោងតាមទិន្នន័យដែលបង្ហាញចឹងឥណ្ឌាគាត់ឆ្លាតហើយណាប្រេងរុស្ស៊ីក៏គាត់ទិញបានដែរឥឡូវនឹងប្រេងនៅវេណេស៊ុយអេឡាក៏ទិញបានដែរនៅអ៊ីរ៉ង់ក៏គាត់នៅទិញបាទអញ្ចឹងគឺឥណ្ឌាគាត់រក
ទទួលទាននេះគឺស្របទៅតាមកលៈទេសៈបាទដើម្បីតម្រូវការសេដ្ឋកិច្ចរបស់ពួកគាត់ហើយជាពិសេសទិញបានថោកទៀតពីរុស្ស៊ីក្នុងពេលកន្លងមកហើយក្រោមរដ្ឋាភិបាលដែលមានការគ្រប់គ្រងពីសហរដ្ឋអាមេរិករបស់ប្រធានាធិបតីបណ្ដោះអាសន្នគឺអ្នកស្រី Delcy Rodriguez គឺឥឡូវនេះផលិតកម្មប្រេងឆៅរបស់ប្រទេសវេណេស៊ុយឡាគឺបាននាំចេញយ៉ាងច្រើនតែម្ដងនៅក្នុងនេះគឺមានការបន្ធូរបន្ថយទណ្ឌកម្មហើយនឹងក្រុមហ៊ុនប្រេងបរទេសមួយចំនួនក៏បានពង្រីកការផលិតរបស់ពួកគេផងដែរហើយក៏មានគម្រោងនឹងបូមថែមទៀតនៅក្នុងពេលអនាគតដែលពួកគេនឹងត្រូវវិនិយោគបន្ថែមទៀតផងដែរក្រសួងប្រេងរបស់ប្រទេសវេណេស៊ុយឡាបានឲ្យដឹងថាគឺគេមានផែនការនឹងផលិតប្រេងរហូតដល់ 1.37 លានបារ៉ែលក្នុងមួយថ្ងៃនៅត្រឹមដំណាច់ឆ្នាំនេះបាទអញ្ចឹងគឺបានន័យថានឹងកើនបន្ថែមទៀតណាបាទដែលជាការមួយនឹងកើនឡើងរហូតដល់ 22% ពីចំនួន 1.12 លានបារ៉ែលក្នុងមួយថ្ងៃដែលធៀបនឹងតួលេខនៅកាលពីចុងឆ្នាំ 2025 បាទដែលជាចំនួនមួយបាទកើនឡើងខ្លាំងណាស់បើសិនជាធ្វើតាមផែនការរបស់ក្រសួងប្រេងរបស់វេណេស៊ុយឡាបាននេះគឺជាការកើនឡើងយ៉ាងខ្លាំងដែលមិនធ្លាប់មានចាប់តាំងពីសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មទៅលើប្រទេសវេណេស៊ុយឡាក្នុងឆ្នាំ 2019 បាទនេះគឺជាការវិវត្តមួយថ្មីទៀតប្រិមិត្តព័ត៌មានចុងក្រោយនេះគឺជាសេចក្តីរាយការណ៍របស់ទូរទស្សន៍ CNN បាទខ្ញុំសូមដកស្រង់ពី CNN អំពីការវាយប្រហាររបស់រុស្ស៊ីទៅលើទីក្រុងគីវបាទបើយោងតាមសេចក្តីរាយការណ៍របស់ CNN ឲ្យដឹងថាគឺឥឡូវនេះប្រជាពលរដ្ឋរបស់ទីក្រុងគីវមានការភ័យខ្លាចបាទដោយសារអ្នកខ្លះហ្នឹងឥឡូវនេះគឺកំពុងតែជាប់នៅក្នុងគំនរអគារបាក់បែកក្រោយពីរុស្ស៊ីបានវាយប្រហារចំអគារដែលមានកម្ពស់ជាច្រើនជាន់បាទក្នុងនោះមានអគារមួយកម្ពស់24ជាន់ដែលរុស្ស៊ីវាយប្រហារចំមកក្របចឹងហើយបាទថែមមកក្របពីលើទៀតគេវាយប្រហារផ្ទួនតែម្ដងទៅលើអគារនោះហើយឥឡូវនេះគឺមានអ្នកនៅជាប់នៅក្នុងអគារនោះបាទពីព្រោះអីការវាយប្រហារនោះពេលព្រឹកព្រលឹមថ្ងៃអង្គារនេះតែម្ដងណាអង្គារឥឡូវហ្នឹងក៏ពេលព្រឹកព្រលឹមអង្គារនៅស្រុកខ្មែរនៅអ៊ុយក្រែនក៏ពេលព្រឹកព្រលឹមដែរអញ្ចឹងគឺវាយប្រហារតាំងពីព្រឹកព្រលឹមតែម្ដងមុននេះប្រហែលម៉ោងដែលធ្វើឲ្យគេមានការព្រួយបារម្ភថានឹងមានអ្នកស្លាប់ច្រើនបើយោងតាមលោកចៅហ្វាយក្រុងគៀវគឺលោកវីតាលីក្លីឆ្កូបានបញ្ជាក់ថាមានអគារលំនៅឋានមួយកន្លែងនៅក្នុងសង្កាត់Politsky របស់ទីក្រុងគៀវបាទត្រូវបានបាក់មួយផ្នែកតែម្ដងដោយសារតែការវាយប្រហារផ្ទួនរបស់រុស្ស៊ីនេះបាទហើយបើតាមលោកបញ្ជាក់គឺការរបាយការណ៍បឋមបញ្ជាក់ថាគឺនៅមានមនុស្សជាប់នៅក្នុងគំនរបាក់បែកនោះនៅឡើយទេចឹងប្រតិបត្តិការជួយសង្គ្រោះនឹងកំពុងតែបង្កើតឡើងបាទហើយមីស៊ីលរបស់រុស្ស៊ីនឹងគឺហើយនឹងដ្រូនផងដែរគឺបានបំផ្លាញអគារលំនៅឋានជាច្រើនអគារពាណិជ្ជកម្មជាច្រើនផងដែរនៅទូទាំងទីក្រុងមូស្គូសំទោសនៅទូទាំងទីក្រុងគៀវតែម្ដងដែលបានបណ្ដាលឲ្យមានអគ្គិភ័យមានរថយន្តឆេះជាច្រើនគ្រឿងនៅតាមផ្លូវនានានេះបើតាមការបញ្ជាក់របស់អាជ្ញាធរបាទនៅក្នុងការវាយប្រហារហ្នឹងគឺគេបានឲ្យដឹងថានៅក្នុងទីក្រុងគៀវហ្នឹងគឺយ៉ាងហោចណាស់មានមនុស្សម្នាក់ទៅបានសម្លាប់ហើយនឹងមានមនុស្សចំនួន20នាក់ទៀតបានរងរបួសបាទរងរបួសអញ្ចឹងគឺអ្នកដែលគេដឹងហ្នឹងអ្នកដែលក្នុងជាប់ក្នុងអគារគឺមិនទាន់ដឹងនៅឡើយទេហើយការវាយប្រហាររបស់រុស្ស៊ីបាទនៅព្រឹកថ្ងៃអង្គារនេះដែរនៅតំបន់ផ្សេងទៀតនៅទូទាំងប្រទេសនោះក៏បានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន4នាក់និងចំនួន24នាក់ទៀតបានរងរបួសក្នុងនោះមានតំបន់ Dnipro Kharkiv ផងដែរនេះបើតាមការបញ្ជាក់របស់អាជ្ញាធរលោកប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky បានផ្ដល់សញ្ញាព្រមានទៅដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នកាលពីថ្ងៃច័ន្ទថាព័ត៌មានទទួលបានមកគឺរុស្ស៊ីអាចនឹងវាយប្រហារបន្ថែមទៀតយ៉ាងខ្លាំងបាទហើយនៅថ្ងៃអង្គារហ្នឹងគឺដោយការព្រមានរបស់លោកមែនគឺរុស្ស៊ីបានវាយប្រហារយ៉ាងខ្លាំងបាទនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាណាបាទអញ្ចឹងបើជាមិនទទួលសំណួរទេបាទ
ដោយសារតែនៅយូរដែរហើយបាទអញ្ចឹងសូមអធិស្ឋានមិនឆ្លើយសំណួរទេអញ្ចឹងសូមអរគុណប្រិយមិត្តច្រើនដែលចូលមកតាមដានទស្សនាការចែករំលែកព័ត៌មានរបស់ខ្ញុំនេះបាទជាពិសេសគឺព័ត៌មានបច្ចុប្បន្នភាពអាមេរិកផងបច្ចុប្បន្នភាពរបស់អន្តរជាតិផងបាទសូមអរគុណសូមជម្រាបលា